មីស៊ីលកូរ៉ាំសារបស់អ៊ីរ៉ង់បច្ចេកវិទ្យាគ្រាប់បែកចង្កោមមីស៊ីលនេះអាចបំបែកជាគ្រាប់តូចៗប្រហែល80គ្រាប់មុនពេលវាទៅដល់គោលដៅល្បឿននិងរយៈចម្ងាយវាមានល្បឿនចន្លោះពីម៉ាច10ទៅម៉ាច12ដែលអាចហោះហើរទៅដល់ប្រទេសអ៊ីស្រាអែលក្នុងរយៈពេលត្រឹមតែ10ទៅ12នាទីប៉ុណ្ណោះការវាយលុកលើប្រព័ន្ធការពារដោយសារតែវាបំបែកជាគ្រាប់តូចៗច្រើនប្រព័ន្ធការពារមីស៊ីលរបស់អ៊ីស្រាអែលដូចជា Arrow, Iron Dome និង David Sling អាចនឹងជួបការលំបាកឬមិនអាចទប់ទល់បានទាំងស្រុងយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ក្នុងដំណាក់កាលដំបូងអ៊ីរ៉ង់បានប្រើមីស៊ីលចាស់ៗនិងមានតម្លៃថោកៗក្នុងចំនួនយ៉ាងច្រើនដើម្បីធ្វើឲ្យប្រព័ន្ធការពាររបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកចុះខ្សោយនិងអស់គ្រាប់សម្រាប់ទប់ទល់បច្ចុប្បន្នអ៊ីរ៉ង់បានចាប់ផ្ដើមប្រើប្រាស់មីស៊ីលទំនើបបំផុតរបស់ខ្លួនដូចជា1 Koramsa 2 Zaychil 3 Fatatu មីស៊ីលទាំងនេះត្រូវបានគេរាយការណ៍ថាមានភាពត្រឹមត្រូវខ្ពស់និងល្បឿនលឿនបំផុត